យោងតាមការចុះផ្សាយមួយដោយសារព័ត៌មានដែលស្រិតថាមនៃប្រទេសសិង្ហបុរីចុះផ្សាយនៅរសៀលថ្ងៃទី14ធ្នូឆ្នាំ2025នេះបានដឹងថាប្រទេសថៃប្រកាសដាក់បំរាមគោចរនៅតំបន់ខេត្តមួយចំនួនរបស់ប្រទេសថៃនៅតាមឆ្នេរសមុទ្រនៃឈូងសមុទ្រថៃជាពិសេសគឺនៅតំបន់ភាគខាងត្បូងនៃខេត្តត្រាតគណៈដែលការធ្វើប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីររាជាណាចក្រថៃនិងកម្ពុជានៅបន្តបាញ់ផ្លោងដាក់គ្នាប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថាថៃនៅតែក៏ឃ្លឿនវាយលុកខ្លាំងលើប្រទេសកម្ពុជាជាមួយនឹងការប្រើប្រាស់យន្តហោះចម្បាំងនៅតែបន្តបើកការវិវរាលើប្រទេសកម្ពុជាហើយស្ថានភាពនេះនាំឲ្យមានការតានតឹងធ្លាយដល់តំបន់ឆ្នេរសមុទ្រកម្ពុជាទៀតផងការដាក់បំរាមគោចររបស់អាជ្ញាធរថៃនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសថៃ2ថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំដែលសម្របសម្រួលឲ្យមានបទឈប់បាញ់គ្នាត្រូវបានថៃប្រកាសថាខ្លួនមិនទទួលយកបាននោះទេជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍មកថារដ្ឋការលោកដូណាល់ត្រាំអាចនឹងចាប់ផ្ដើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើភាគីដែលនៅតែបំពេញការស្នើឲ្យមានបទឈប់បាញ់គ្នារបស់លោកដូណាល់ត្រាំកាលពីយប់ថ្ងៃទី13ធ្នូលោកស្រីអ្នកនាំពាក្យសេតវិមានបានប្រកាសនៅថ្ងៃអាទិត្យទី13ធ្នូនេះថាលោកដូណាល់ត្រាំកំពុងតែពិនិត្យមើលនៅការដាក់ទណ្ឌកម្មដោយសារតែការមិនអាចអនុវត្តបាននៅបទឈប់បាញ់គ្នាដែលលោកដូណាល់ត្រាំបានស្នើឡើងជួងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយថាអ្នកនាំពាក្យសេតវិមាន Caroline Leavitt បានបញ្ជាក់ថាលោកដូណាល់ត្រាំនៅតែសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមចំណែកគ្នាបដិញ្ញាឡើងវិញទាំងអស់ដើម្បីអនុវត្តឡើងវិញនៅកិច្ចព្រមព្រៀងទាំងឡាយដែលបានព្រមព្រៀងគ្នាដើម្បីអនុវត្តបទឈប់បាញ់និងបង្កើតសន្តិភាពរវាងប្រទេសទាំងពីរដោយសង្កត់ធ្ងន់ថាលោកដូណាល់ត្រាំនឹងពិចារណានៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបើករណីដែលត្រូវតែឆ្លងទណ្ឌកម្មសេដ្ឋកិច្ចដែលមើលទៅជាការបំពានទៅលើសំណើរបស់លោកដែលសុំឲ្យមានបទឈប់បាញ់គ្នាលោកដូណាល់ត្រាំបានស្នើឲ្យភាគីទាំងពីរឈប់បាញ់គ្នានៅម៉ោង 10:30 នាទីកាលពីយប់ថ្ងៃទី13ធ្នូប៉ុន្តែភាគីកម្ពុជាយល់ព្រមអនុវត្តតាមការណែនាំសំណើរបស់លោកដូណាល់ត្រាំប៉ុន្តែសម្រាប់ភាគីថៃនាយករដ្ឋមន្ត្រីចាំផ្ទះអនុទីនចាន់វីរ៉ាន់គូលនៅតែប្រកាសថាគាត់មិនបានទទួលការណែនាំណាមួយពីលោកត្រាំច្បាស់លាស់ថាឲ្យមានការអនុវត្តបទឈប់បាញ់គ្នានោះទេលោកអនុទីនបានច្រានចោលចំពោះការអះអាងថាថៃយល់ព្រមឲ្យមានបទឈប់បាញ់គ្នានោះលោកអនុទីននៅតែបញ្ជាក់ថាប្រតិបត្តិការយោធារបស់ថៃនៅតែបន្តធ្វើឡើងដើម្បីអ្វីដែលហៅថាការពារអធិបតេយ្យភាពនិងអាយុជីវិតរបស់កងទ័ពនិងប្រជាជនថៃអ្នកនាំពាក្យសេតវិមានរូបនេះបានបញ្ជាក់ថាលោកត្រាំកំពុងសិក្សាអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថាតើដាក់ទណ្ឌកម្មកម្រិតណាទៅលើប្រទេសថៃឬក៏យ៉ាងណានោះទេនេះបើតាមការចុះផ្សាយរបស់បណ្ដាញសង្គមមួយដែលមានឈ្មោះថា Asia Speech ប៉ុន្តែយ៉ាងហោចណាស់ក៏គេដឹងថាលោកដូណាល់ត្រាំដឹងច្បាស់ណាស់ប្រទេសណាដែលមិនព្រមអនុវត្តបទឈប់បាញ់នោះមានតែរាជាណាចក្រថៃនេះទេដូច្នេះអ្នកសង្កេតការណ៍មើលឃើញថាទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចនឹងដាក់ទៅលើរាជាណាចក្រថៃយ៉ាងធ្ងន់ធ្ងរប្រសិនបើការព្រមានរបស់លោកដូណាល់ត្រាំតាមរយៈអ្នកនាំពាក្យសេតវិមានរូបនេះថៃមិនអាចទទួលយកបាននោះក្នុងស្ថានភាពនេះយើងក្រឡេកទៅរកបំរាមគោចររបស់រាជាណាចក្រថៃដែលដាក់បំរាមគោចរនៅឆ្នេរសមុទ្ររបស់ខ្លួនជាថ្មីម្ដងទៀតតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិរបស់រាជាណាចក្រនេះលោកសុរ៉ាសាន់គូសេរីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកកភ្លាមៗបន្ទាប់ពីបំរាមគោចរត្រូវបានដាក់ទៅតំបន់ឆ្នេរសមុទ្រនៃប្រទេសថៃនោះដោយបានប្រកាសថាបំរាមគោចរត្រូវបានបិទដើម្បីត្រួតពិនិត្យស្ថានភាពនៃនាវាចរទាំងអស់នៅតំបន់ឆ្នេរសមុទ្រនៃឈូងសមុទ្រថៃប៉ុន្តែអ្នកនាំពាក្យរូបនេះនៅតែនិយាយថាថៃបើកចំហដំណោះស្រាយការទូតឲ្យតែកម្ពុជាព្រមបញ្ឈប់ប្រទុសរាយមុនប្រទេសថៃហើយថាថៃនឹងព្រមបើកការចរចាជាមួយគ្នា
តែយ៉ាងនេះក្តីបើយោងតាមសារព័ត៌មាន The Straits Times នៃប្រទេសសង្ហបុរីបានដឹងថាបំរាមគោចរនោះគ្របដណ្ដប់ទៅលើស្រុកចំនួន5យ៉ាងតិចនៃខេត្តត្រាតដែលមានព្រំដែនជាប់នឹងខេត្តកោះកុងនៃប្រទេសកម្ពុជាហើយក៏មានការដាក់បំរាមគោចរផងដែរនៅភាគខាងត្បូងនៃខេត្តសាកេតរបស់ប្រទេសថៃនៅថ្ងៃទី14ធ្នូនេះសហគមន៍អន្តរជាតិជាច្រើននៅតែបន្តទម្លាក់ប្រតិកម្មទាមទារឲ្យប្រទេសទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នាប្រទេសបារាំងនិងសហភាពអឺរ៉ុបបានបន្តចេញសេចក្តីថ្លែងការណ៍បន្តទៀតនៅពេលនេះដោយពួកគេសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងកើនឡើងកម្ដៅដោយសារការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងប្រទេសថៃសេចក្តីថ្លែងការណ៍របស់ប្រទេសបារាំងបានជំរុញឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់និងត្រឡប់ទៅរកតុចរចាវិញតាមសេចក្តីថ្លែងការណ៍សន្តិភាពរបស់ទីក្រុងកូឡាឡាំពូកាលពីថ្ងៃទី26តុលាដែលនាំឲ្យប្រទេសទាំងពីរមានឯកសារកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នានេះសេចក្តីថ្លែងការណ៍របស់ប្រទេសបារាំងដែលបង្ហោះលើគេហទំព័រផ្លូវការរបស់ស្ថានទូតបារាំងនៅកម្ពុជានោះទៅយប់ថ្ងៃ14ធ្នូនេះបានបញ្ជាក់ថាប្រទេសបារាំងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនោះព្រោះតែការកើនឡើងនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃនៅតែបន្តផ្ទុះនិងមានសភាពកាន់តែទៅរកការរីករាលដាលថែមទៀតប្រទេសបារាំងអះអាងថាខ្លួនគេវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានក្នុងការជំរុញឲ្យមានកិច្ចសន្ទនាគ្នាដោយសន្តិវិធីរវាងប្រទេសទាំងពីរហើយបារាំងគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមដែលស្នើឲ្យមានបទឈប់បាញ់ភ្នាល់ភ្លាមៗនិងត្រឡប់ទៅរកការសន្ទនាគ្នាវិញនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអានវ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានបានប្រកាសថានៅថ្ងៃទី16ធ្នូលោកនឹងបើកកិច្ចប្រជុំជាមួយនឹងថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ដើម្បីពិនិត្យមើលស្ថានភាពសង្គ្រាមតាមព្រំដែនកម្ពុជាថៃនេះហើយនឹងពិនិត្យមើលរបាយការណ៍ជាច្រើនដែលចាប់រូបភាពបានដោយប្រព័ន្ធផ្កាយរណបថាតើមូលហេតុនៃការធ្វើប្រយុទ្ធគ្នានេះវាកើតចេញដោយភាគីខាងណានោះហើយដើម្បីឈានទៅដល់ការសម្របសម្រួលគ្នាឡើងវិញចំពោះទស្សនៈរបស់អ្នកវិភាគវិញមើលឃើញថាបើនិយាយពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះគួរតែធ្វើសកម្មភាពឋានៈជាសមាគមតំបន់ដ៏មានឥទ្ធិពលមួយក្នុងការជួយរកមធ្យោបាយជួយមានវិធានការនិងចំណាត់ការទាំងឡាយដើម្បីជួយបិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រាជាណាចក្រថៃមកលើទឹកដីកម្ពុជាហើយថាអាស៊ានគួរតែពិនិត្យមើលអំពីធម្មនុញ្ញរបស់ខ្លួនដែលក្នុងនោះបញ្ជាក់អំពីសមាជិកនីមួយៗនៃសមាគមអាស៊ានត្រូវរួមចំណែកគ្នាពង្រឹងសន្តិសុខតំបន់ជាងបង្កអសន្តិសុខបង្កឲ្យមានផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងស្ថិរភាពក្នុងតំបន់នេះក្នុងនេះហើយដែលអ្នកសង្កេតការមើលឃើញថាអាស៊ានបើទោះជាសហគមន៍ធំមួយមានប្រជាជនជាង700លាននាក់ប៉ុន្តែបើទោះជាអាស៊ានមានធម្មនុញ្ញរបស់ខ្លួនបញ្ជាក់អំពីការពង្រឹងសន្តិសុខសម្រាប់ធ្នាប់តំបន់នោះប៉ុន្តែអាស៊ានគ្មានប្រសិទ្ធភាពក្នុងការទប់ទល់និងរាំងខ្ទប់ចលនាណាមួយរបស់សមាជិកខ្លួនឯងដែលបង្កអសន្តិសុខនោះទេដូចជាករណីថៃកំពុងបង្កឈ្លានពានលើប្រទេសកម្ពុជានៅពេលនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Straits Times នៃប្រទេសសង្ហបុរីចុះផ្សាយថាមកដល់ពេលនេះជនភៀសខ្លួននៃប្រទេសទាំងពីរកម្ពុជាថៃកើនឡើងដល់ទៅជិត80,000នាក់